ជំរាបសួរពុកម៉ែបងប្អូនអ៊ំពូមីងបាទថ្ងៃនេះខ្ញុំមានវីដេអូចង់បង្ហាញអំពីដើមក្ងោកបាទចំពោះដើមក្ងោកនេះដែរគឺហាងក្រុងធម្មជាតិយើងមានជុំធំជុំតូចទៅតាមតម្រូវការរបស់ពុកម៉ែបងប្អូនអ៊ំពូមីងបាទជ្រុលជាថតដើមក្ងោកទៅជាប់ជាមួយនឹងដើមផ្កានេះដែរខ្ញុំក៏សូមណែនាំដើមផ្កានេះបន្តិចបាទដើមផ្កានេះដែរគឺជាផ្កាម៉ូលីសជប៉ុនបាទដែលមានផ្កាពណ៌ស្វាយលាយឡំមួយពណ៌សស្រស់មែនតែនពុកម៉ែបងប្អូនហើយផ្កាម៉ូលីសជប៉ុននេះដែរគឺក្លិនវាក្រអូបប្រហើរអត់ក្រអូបឈួលទេពុកម៉ែបងប្អូនក្រអូបប្រហើរបាទហើយនេះមួយដើមទៀតពុកម៉ែបងប្អូនអ៊ំពូមីងកំពុងតែចេញផ្កាស្រស់ស្អាតណាស់គឺមានស្តុកនៅក្នុងហាងក្រុងធម្មជាតិស្រាប់បាទឥឡូវនេះខ្ញុំសូមបង្វែរចំណាប់អារម្មណ៍ពុកម៉ែបងប្អូនអ៊ំពូមីងមកទស្សនាដើមក្ងោកវិញបាទចំពោះដើមក្ងោកនេះដែរគឺយើងមានដើមធំពីរដើមហ្នឹងបាទដែលមាននៅក្នុងស្តុកស្រាប់ប៉ុន្តែបើសិនជាពុកម៉ែបងប្អូនមានតម្រូវការជាច្រើនដើមក៏ហាងក្រុងធម្មជាតិយើងខ្ញុំអាចផ្គត់ផ្គង់តម្រូវការពុកម៉ែបងប្អូនបានដែរហើយចំពោះមួយដើមនេះវិញជ្រុលជាបានបង្ហាញពុកម៉ែបងប្អូនចង់បង្ហាញពុកម៉ែបងប្អូនឲ្យបានច្រើនបន្តិចដើមនេះគឺជាដើមខិតបានបាទដើមខិតបាននេះក៏មាននៅក្នុងស្តុកយូរដែរអីបាទគឺកម្ពស់វាចូល7ទៅ8ម៉ែត្របាទហើយសម្រាប់គុំនេះដែរគឺគុំធំគួរសមដែរបាទគឺស្រស់ស្អាតមែនតើនៅយូរហើយបាទនៅផ្សាំយូរផ្សាំឡើងដោះស្លែពុកម៉ែបងប្អូនពុកម៉ែបងប្អូនមានតម្រូវការកុំភ្លេចហាងក្រុងធម្មជាតិយើងខ្ញុំមានផ្គត់ផ្គង់គ្រប់រុក្ខជាតិទាំងអស់បាទសូមអរគុណសូមជម្រាបលា